គិតបន្សាំងនៅវាសនារបស់យើងការគិតគឺជារបស់ដែលយើងមើលមិនឃើញក៏ពិតមែនប៉ុន្តែការគិតនេះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនៅជោគវាសនារបស់យើងរលកសមុទ្រដែលកំពុងបក់បោកនៅលើផ្ទៃទឹកដែលយើងមើលឃើញរាល់គ្នានោះគឺបណ្ដាលមកអំពីខ្យល់ជាអ្នកបង្កឡើងប៉ុន្តែសំណួរសួរថាតើយើងដែលឃើញខ្យល់ឬទេចម្លើយគឺគ្មានទេយើងមិនដែលឃើញទេយ៉ាងណាមិញមនុស្សទាំងឡាយដែលមានឋានៈតួនាទីខុសៗគ្នាដែលយើងបានមើលឃើញនោះគឺវាមកពីការគិតរបស់យើងដែលយើងមើលឃើញតែប៉ុណ្ណោះចិត្តដែលតម្រង់ខុសគឺគ្រោះថ្នាក់ណាស់អ្វីដែលសត្រូវធ្វើដាក់យើងគឺគ្រោះថ្នាក់ណាស់ទៅហើយតែបើចិត្តតម្រង់ខុសទៀតនោះគឺគ្រោះថ្នាក់ជាងនោះទៅទៀតមានពេលមានម៉ោងមានថ្ងៃមានខែនិងមានឆ្នាំទើបសត្រូវបង្កភាពគ្រោះថ្នាក់ដល់យើងតែការតម្រង់ចិត្តខុសនេះគឺវាបង្កគ្រោះថ្នាក់ដល់យើងគ្រប់វិនាទីទាំងអស់ដូច្នេះចូលប្រយ័ត្ននៅក្នុងការគិតរបស់លោកអ្នកត្រូវចេះបង្វឹកចិត្តឲ្យសម្រាលខ្លួនតាមរយៈការទេសអ្នកណាដែលមិនដឹងវិធីសាស្ត្រក្នុងការសម្រាលខ្លួនតាមរយៈការទេសទេនោះអ្នកនោះប្រៀបបានទៅនឹងសាកសពដែលកំពុងដេកស្រុកស្ដឹងនៅក្នុងក្រាមមឈូសក៏ដូច្នោះដែររៀនយល់ពីមនុស្សជុំវិញខ្លួនរៀននិយាយជាមួយនឹងមនុស្សជុំវិញខ្លួនរៀនតម្រូវចិត្តមនុស្សជុំវិញខ្លួនត្រូវរៀនធ្វើការជាមួយគ្នាសហការជាមួយគ្នាជាមួយនឹងមនុស្សជុំវិញខ្លួនទាំងនេះគឺជាគន្លឹះនៃភាពជោគជ័យអ្នកលើយើងក៏យើងអាចសហការបានអ្នកក្រោមយើងក៏យើងអាចសហការបានអ្នកប្រសើរជាងយើងក៏យើងអាចសហការបានដែរចំណែកឯភាពបរិសុទ្ធរបស់មនុស្សយើងមិនមែនបានមកពីខាងក្រៅឡើយនៅពេលដែលយើងមិនអាចស្វែងរកភាពបរិសុទ្ធដែលនៅខាងក្នុងខ្លួនរបស់យើងបានគឺវាគ្មានប្រយោជន៍ក្នុងការស្វែងរកភាពបរិសុទ្ធនៅកន្លែងដទៃទៀតទេមនុស្សយើងជាច្រើននៅពេលដែលគេសរសើរក៏សប្បាយចិត្តនៅពេលដែលគេបង្អាប់បន្តិចបន្តួចក៏តូចចិត្តក្តៅក្រហាយមិនពេញចិត្តអីចឹងទៅតែតាមពិតល្អអាក្រក់គឺវាអាស្រ័យលើខ្លួនយើងសោះមិនមែនដោយសារតែមាត់អ្នកដទៃនោះឡើយជីវិតរបស់មនុស្សរស់នៅចន្លោះឋានសួគ៌និងឋាននរកក៏ព្រោះតែចិត្តរបស់មនុស្សអាចវិវត្តយ៉ាងងាយស្រួលឆ្ពោះទៅរបបពិសោធន៍នៃសេចក្តីសុខដែលយើងហៅថាឋានសួគ៌ហើយចិត្តនេះងាយនឹងដំណើរការទៅរបបពិសោធន៍នៃសេចក្តីទុក្ខក្តៅក្រហាយគឺជាទូទៅដែលត្រូវបានគេហៅថាឋាននរកនោះឯងបុរាណលោកពោលថាចិត្តជាម្ចាស់ជីវិតការគិតគឺជាម្ចាស់វាសនាឯកិរិយាគឺជាមង្គលដ៏ឧត្តមថាមពលរបស់អាតូមមិនអាចផ្លាស់ប្ដូរចិត្តរបស់មនុស្សបានទេថាមពលរបស់អាតូមវាបានធ្វើឲ្យពិភពលោកទាំងមូលញាប់ញ័រនិងផ្លាស់ប្ដូរដោយសារតែវាបានបើទោះបីជាមានថាមពលយ៉ាងនោះក្តីក៏មិនអាចផ្លាស់ប្ដូរចិត្តរបស់មនុស្សបានដដែលនៅក្នុងឆ្នាំ1914ដល់ឆ្នាំ1918នៅក្នុងសង្គ្រាមលោកលើកទី1នៅក្នុងឆ្នាំ1939ដល់ឆ្នាំ1945នៅក្នុងសង្គ្រាមលោកលើកទី2បានធ្វើឲ្យពិភពលោកយើងនេះខ្ទេចខ្ទីគ្មានសល់ដោយសារតែអាតូមនេះឯងការបំផ្លាញបានបន្សល់នៅសន្និដ្ឋានកម្មដ៏ធំក្រៃលែងទឹកភ្នែកនិងឈាមស្ទើរតែក្លាយទៅជាមហាសមុទ្រទៅហើយជនពិការនិងស្ត្រីមេម៉ាយមានចំនួនយ៉ាងច្រើនហេតុការណ៍នេះបានធ្វើឲ្យពិភពលោកទាំងមូលញាប់ញ័រប៉ុន្តែមិនបានប្រមាណសតវត្សចុងក្រោយមកនេះចិត្តរបស់មនុស្សហាក់ប្រែត្រឡប់ដូចដើមវិញនេះហៅថាថាមពលនៃចិត្តយើងបានរស់នៅដំណាក់កាលថ្មហើយក៏បានរស់នៅក្នុងដំណាក់កាលដែកផងដែរហើយក៏បានរស់នៅក្នុងដំណាក់កាលទង់ដែងហើយក៏បានរស់នៅក្នុងដំណាក់កាលជ្រុលនិយមសាសនាហើយក៏បានរស់នៅដំណាក់កាលនៃការស្រាវជ្រាវបច្ចេកវិទ្យាផងដែរឥឡូវនេះគឺយើងកំពុងតែរស់នៅក្នុងដំណាក់កាលនៃការគិតយើងកំពុងរស់នៅក្នុងពិភពលោកនៃការគិតប្រសិនបើយើងមិនព្រមរៀនគិតទេយើងដែលមិនទាន់គេឡើយក្នុងយុទ្ធសាស្ត្រសង្គ្រាមអ្នកគិតច្រើនតែងតែឈ្នះចំណែកឯអ្នកគិតតិចវិញគឺត្រូវតែចាញ់